ระบายการแสดงปีดำนาการประลองสัญญาบัตรมัดชมศึกษาทุริยภพบัดบชนำปีปอม26การประลองสัญญาบัตรมัดชมศึกษาทุริยภพสมัยประลองថ្ងៃទី10 11 សីហាឆ្នាំ2026បានបញ្ចប់ទៅល្ងាចនេះដោយជោគជ័យនិងមានរបៀបរៀបរយល្អប្រសើរភេសជ្ជៈបើកម្លាំង Dragon ថាមពលថ្មីចម្រាញ់ពី Yinsen ដំណើរការប្រឡងឆ្នាំនេះមានបេក្ខជនចុះឈ្មោះប្រឡងសរុប 151,238 នាក់ក្នុងនោះមានស្រី 84,735 នាក់ដែលបែងចែកជា2ផ្នែកគឺផ្នែកវិទ្យាសាស្ត្រនិងផ្នែកវិទ្យាសាស្ត្រសង្គមនៅក្នុងមណ្ឌលប្រឡងសរុប244មណ្ឌលទូទាំងប្រទេសសម្រាប់ថ្ងៃទី1និងទី2ដំណើរការសំណេរបានប្រព្រឹត្តទៅនៅក្នុងបរិយាកាសស្ងប់ស្ងាត់និងមានសុវត្ថិភាពខ្ពស់ទោះបីជាមានភ្លៀងធ្លាក់នៅតាមបណ្ដាខេត្តចំនួន3ក៏ដោយក៏មិនបានបង្កផលប៉ះពាល់ណាមួយដល់ដំណើរការប្រឡងនោះទេក្រសួងអប់រំយុវជននិងកីឡាបានបញ្ជាក់ថាបេក្ខជនទាំងអស់បានគោរពបទបញ្ជាផ្ទៃក្នុងយ៉ាងខ្ជាប់ខ្ជួនដោយខិតខំប្រឹងប្រែងធ្វើកិច្ចការប្រឡងដោយសមត្ថភាពផ្ទាល់ខ្លួននិងមិនមានការនាំចូលសំណៅឯកសារឬក៏ឧបករណ៍អេឡិចត្រូនិកហាមឃាត់ឡើយជោគជ័យនេះកើតចេញពីការយកចិត្តទុកដាក់និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈមេប្រយោគនិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដើម្បីធានាឲ្យបាននូវគោលការណ៍អ្នកចេះគឺជាអ្នកជាប់និងពាក្យស្លោកចេះជាប់ស្មោះត្រង់ខ្ញុំឈ្មោះឡាយបៃហោខ្ញុំឈ្មោះសុនមេងហួយបងប្រឡងរយៈពេល2ថ្ងៃនេះមានអារម្មណ៍ថាយ៉ាងម៉េចដែរចំពោះការប្រឡងខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើបានច្រើនហើយអត់សូវភ័យទេទៅវាអត់និយាយទៅអត់ភ័យហ្មងមូលហេតុអ្វីដែលធ្វើមិនឲ្យបងភ័យក្នុងការប្រឡងពីសំមិញហើយនឹងនៅសាលាអញ្ចឹងពេលប្រឡងប្រចាំខែអញ្ចឹងប្រឡងធំនេះប្រឡងតែអញ្ចឹងលោកគ្រូគាត់តឹងស្រាប់គាត់តឹងហ្មងដល់ពេលយើងមកប្រឡងទៅយើងស្របស្វំមួយសកម្មភាពហ្នឹងទៅយើងអត់មានអារម្មណ៍ភ័យទេការប្រឡងនៅសាលាហើយនិងការប្រឡងនៅនេះមួយណាដែលមានភាពងាយស្រួលជាងខ្ញុំគិតថាប្រឡងនៅនេះរៀងងាយស្រួលជាងតិចមូលហេតុអីដែលថាងាយស្រួលជាងវិញ្ញាសាចេញងាយស្រួលជាងឬក៏ដោយសារតែយើងបានជួបវិញ្ញាសានឹងជាច្រើនដងទៅហើយដោយសារធ្លាប់ជួបច្រើនដងចឹងមានថានៅក្នុងសាលារបស់យើងមានការប្រឡងជារៀងរាល់ខែធ្វើតេស្តនិងអ្នកគ្រូក៏បានដាក់វិញ្ញាសាឲ្យជារៀងរាល់ថ្ងៃត្រអត់ចាអញ្ចឹងធ្វើឲ្យការប្រឡងរបស់យើងមានភាពងាយស្រួលអញ្ចឹងសង្ឃឹមថានឹងទទួលបាននិទេសអ្វីដែរសម្រាប់ការប្រឡងនេះអត់តនឹងច្បាស់ហ្នឹងចាក្តីរំពឹងរបស់យើងថានឹងចង់បាននិទេសអីខ្ញុំចង់បាននិទេស C តែដល់បាននិទេសអីដល់បញ្ចប់ក្រសួងអប់រំយុវជននិងកីឡាសូមកោតសរសើរនិងថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានរួមចំណែកធ្វើឲ្យដំណើរការប្រឡងបាក់ឌុបឆ្នាំនេះប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុកខ្ញុំប្រុសក្មេងពី LTNG News